បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកធ្វើការកាយដីណាយើងកាយរួចហើយនេះណាកាយសម្រាប់ធ្វើការដាំដូងណាទំហំមិនធំទេគឺប្រហែលជាខ្ទង់3 រ៉ៃជាងណាកន្លះហិកតាហើយយើងធ្វើការកាយសម្រាប់ដាំដូងដាំចេកណាដាំដំណាំផ្សេងណាបន្លាយនេះបើសិនជាយើងអាចធ្វើការចិញ្ចឹមត្រីក៏បានដែរបងប្អូនណាយើងដាក់ត្រីប្រាឬក៏ត្រីអណ្ដែងឬក៏ត្រីឆ្ពិនណាឬក៏អីក៏បានដែរណាយើងធ្វើការនេះមកជីករណ្ដៅជាមួយកូនស្រីសំណប់នេះមកជីករណ្ដៅដូងហើយនឹងយើងដាក់ដាំ8 ម៉ែត្រមួយណាប្រឡោះណាពីដើមនេះទៅដើមនេះយើងដាក់ចេកណាហើយខាងនេះដូងខាងនោះដូងណាបានន័យថាចេកកដាលម្ដើមណាចន្លោះពីដើមចេកនិងដើមដូងហ្នឹងគឺ4 ម៉ែត្រមួយណាហើយបើចន្លោះពីដើមដូងទៅដើមដូងគឺ8 ម៉ែត្រណាចន្លោះពីដើមចេកទៅដើមចេកគឺ8 ម៉ែត្រដូចគ្នាណាអញ្ចឹងយើងដាំចន្លោះអញ្ចឹងហើយយើងកាយរងបែបចេះណាទំហំយើងកាយប្រឡោះនេះ6 ម៉ែត្រណាដីដែលយើងចាក់នេះដោយសារដីស្រែយើងជាប់បឹងអញ្ចឹងទឹកលបហាយលហឹមណាបងប្អូនណាអញ្ចឹងយើងអាចធ្វើការដាក់ដាំដូងហើយនឹងចេកក្រន់ហូបណានឹងដីកន្លះហិកតាហ្នឹងប្រឡោះបន្លាយនេះយើងកាយទំហំខាងនេះ5 ម៉ែត្រណាជម្រៅ2 ម៉ែត្រណាចឹងទេវាបាតដូចជា1 ម៉ែត្រទៅ1 ម៉ែត្រខ្លះបាតហើយនេះជើងទេដែរយើងកាយព័ទ្ធជំវិញហើយខាងនោះស្រែគេអញ្ចឹងកាយព័ទ្ធជំវិញទំហំបន្លាយតែ3 ម៉ែត្រទេបងប្អូនណាអញ្ចឹងយើងកាយចេះវាមិនសូវជាចំណេញដីទេប៉ុន្តែធ្វើម៉េចបើយើងមិនកាយយើងចាក់ដីវាអស់ច្រើនជាងអ្វីដែលយើងនេះកាយណាកាយយើងអស់ចាក់អស់បែរខ្ទង់ជិត 4000 ណាប៉ុន្តែបើសិនជាយើងចាក់បែរខ្ទង់10000ណាអញ្ចឹងយើងត្រូវការចំណាយធំដែរណាសម្រាប់ធ្វើការដាំដូងហើយនឹងដាំដំណាំសម្រាប់ធ្វើការហូបចុកណានេះសតវាស្រែល្វឹងល្វើយណាបងប្អូនណាបាទអរគុណណាទៅពេលដាំដូងខ្ញុំធ្វើការបង្ហាញបន្ថែមទៀត